អ្នកខ្ញុំឈ្មោះធីតាជានិស្សិតនៃមហាវិទ្យាល័យព្រះគម្ពីរ Pacific Baptist អ្នកខ្ញុំមកដើម្បីនឹងរៀបរាប់ខ្លះៗអំពីពន្ធកិច្ចកម្មវិធីក្មេងនៅក្នុងសង្គមខ្មែររបស់យើងគេមិនសូវឲ្យតម្លៃឬរាប់រកក្មេងៗឡើយដោយព្រោះតែគេគិតថាក្មេងៗគួរឲ្យរំខានហើយក្មេងៗមិនអាចជួយកិច្ចការងារបានច្រើនពីព្រោះតែពួកគេនៅក្មេងទេប៉ុន្តែព្រះយេស៊ូវមិនបានគិតដូចគ្នានោះឡើយនៅក្នុងព្រះគម្ពីរម៉ាថាយជំពូក19ខ14ព្រះអង្គមានព្រះបន្ទូលថាចូលឲ្យក្មេងមកឲ្យទ្រង់ចុះកុំឲ្យខាត់វាឡើយចំពោះព្រះនោះមានន័យថាក្មេងៗគឺតែសំខាន់នៅចំពោះយើងដែរដូច្នេះហើយពន្ធកិច្ចកម្មវិធីក្មេងបានជួយដល់ក្មេងៗជាច្រើនទី1ជួយឲ្យគេយល់កាន់តែច្បាស់អំពីសេចក្តីសង្គ្រោះនៅពេលដែលយើងផ្សាយដំណឹងល្អប្រហែលគេបានឮពីព្រះនាមព្រះយេស៊ូវប៉ុន្តែនៅពេលដែលគេចូលរួមនៅក្នុងកម្មវិធីក្មេងនោះជួយឲ្យគេកាន់តែងាយស្រួលយល់អំពីព្រះយេស៊ូវតាមរយៈគំរូរបស់អ្នកគ្រូដែលបង្រៀនសេចក្តីស្រឡាញ់ភាពចៅរៅទី2ជួយឲ្យក្មេងៗបានសង្គ្រោះនៅពេលដែលក្មេងៗចូលរួមពន្ធកិច្ចកម្មវិធីក្មេងនោះមានន័យថាក្មេងៗគេមានឱកាសជាច្រើនដើម្បីឮដំណឹងល្អម្ដងហើយម្ដងទៀតនោះមិនប្រកាសថាគេបានសង្គ្រោះប៉ុន្តែគេមានឱកាសច្រើនដើម្បីទទួលព្រះអង្គជាព្រះអង្គសង្គ្រោះហើយធ្វើតាមទ្រង់តាំងពីគេនៅក្មេងទី3ជួយឲ្យពួកគេមិនសូវមានស្នាក់ស្នាមនៅក្នុងលោកីដ៏អាក្រក់នេះនៅពេលដែលគេយកពេលវេលាមកចូលរួមក្នុងកម្មវិធីក្មេងហើយពួកគេបានសង្គ្រោះគេដើរតាមព្រះគេស្រឡាញ់ព្រះនោះមានន័យថាគេមិនសូវបានធ្វើបាបច្រើននៅក្នុងលោកីដូច្នេះហើយគេមិនសូវមានស្នាក់ស្នាមនៅក្នុងជីវិតគេប៉ុន្មានទេទី4ចុងក្រោយធ្វើឲ្យគេមានមូលដ្ឋានគ្រឹះដ៏ល្អសម្រាប់អនាគតជីវិតរបស់គេអញ្ចឹងមានន័យថានៅពេលដែលគេបានសង្គ្រោះគេស្រឡាញ់ព្រះគេធ្វើតាមព្រះមានន័យថាគេមានមូលដ្ឋានគ្រឹះឡើងរឹងមាំសម្រាប់អនាគតរបស់គេបម្រើព្រះហើយនឹងធ្វើតាមព្រះខ្ញុំសូមអរគុណព្រះអង្គសម្រាប់ឱកាសដែលខ្ញុំបានបម្រើទ្រង់តាមរយៈពន្ធកិច្ចកម្មវិធីក្មេងនៅភូមិសំរោងនិងនៅខេត្តតាកែវនៅក្នុងកម្មវិធីក្មេងនោះខ្ញុំមានចំណែកដើម្បីបង្ហាត់បង្រៀនក្មេងស្រីៗអំពីព្រះបន្ទូលព្រះនិងលេងហ្គេមសប្បាយៗព្រមទាំងច្រៀងចម្រៀងព្រះជាមួយគេថែមទៀតផងខ្ញុំសប្បាយចិត្តណាស់ដែលខ្ញុំមានឱកាសដើម្បីវិនិយោគទៅកាន់ក្មេងៗជំនាន់ក្រោយហើយខ្ញុំសង្ឃឹមថាតាមរយៈកម្មវិធីក្មេងនឹងមានមនុស្សថែមទៀតបានសង្គ្រោះខ្ញុំឈ្មោះទីណាខ្ញុំបានសង្គ្រោះតាមរយៈកម្មវិធីក្មេងនៅពេលដែលខ្ញុំអាយុ9ឆ្នាំហើយអ្វីដែលខ្ញុំចូលចិត្តនៅក្នុងកម្មវិធីក្មេងគឺខ្ញុំចូលចិត្តអង្គុយហើយស្ដាប់គ្រូបរៀនអំពីរឿងដោយមានរូបភាពខ្ញុំចូលចិត្តមែនតើហើយមួយទៀតនោះគឺខ្ញុំចូលចិត្តហ្គេមផងដែរនៅក្នុងកម្មវិធីក្មេងគ្រូមានហ្គេមផ្សេងៗហើយវាធ្វើឲ្យយើងសប្បាយបានរៀនព្រះបន្ទូលព្រះអង្គហើយមានហ្គេមកម្មវិធីក្មេងវាបានជួយខ្ញុំជាច្រើនដូចជាទី1ជាប្រកបជួយខ្ញុំបានសង្គ្រោះហើយទី2គឺជួយឲ្យខ្ញុំមានទម្លាប់ក្នុងការចងចាំខគម្ពីរដោយសារជារៀងរាល់សប្តាហ៍លោកគ្រូអ្នកគ្រូតែងតែដាក់កិច្ចការផ្ទះឲ្យយើងចងចាំខគម្ពីរអញ្ចឹងទម្លាប់នោះបានជួយខ្ញុំឲ្យខគម្ពីរទាំងអស់នោះជួយខ្ញុំទៅដល់ឥឡូវហើយមួយទៀតគឺកម្មវិធីក្មេងបានជួយឲ្យខ្ញុំមានតំណែងជាមួយព្រះអង្គផ្ទាល់ខ្លួនដោយលោកគ្រូអ្នកគ្រូគាត់បានឲ្យព្រះគម្ពីរខ្ញុំមកស្ដាប់ហើយឲ្យខ្ញុំចាប់ផ្ដើមរៀនអានតាំងពីក្មេងឲ្យមានទម្លាប់អានពីអធិដ្ឋាននោះគឺដោយសារកម្មវិធីក្មេងផងដែរអរគុណសម្រាប់ពួកគាត់ដែលបានវិនិយោគ
ហើយមួយទៀតនោះគឺទី4កម្មវិធីក្មេងបានជួយឲ្យខ្ញុំមានទម្លាប់ក្នុងការទៅក្រុមជំនុំជារៀងរាល់សប្តាហ៍រហូតមកដល់សប្តាហ៍នេះ កម្មវិធីក្មេងជួយឲ្យខ្ញុំបានសេចក្តីសង្គ្រោះហើយអ្វីដែលខ្ញុំចូលចិត្តជាងគេរៀនព្រះបន្ទូលព្រះ ជួយឲ្យខ្ញុំស្មោះត្រង់មកក្រុមជំនុំអ្វីដែលខ្ញុំចូលចិត្តគឺការអធិដ្ឋានជុំគ្នា ជាចុងក្រោយខ្ញុំសូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូនេះហើយបើសិនជាប្រអប់បានប៉ះពាល់ចិត្តបងប្អូនដើម្បីមានចំណាយក្នុងពន្ធកិច្ចកម្មវិធីក្មេងយើងខ្ញុំសូមលើកទឹកចិត្តឲ្យបងប្អូនចូលរួមជាមួយយើងតែបើសិនជាបងប្អូនរវល់មិនអាចចូលរួមជាមួយនឹងយើងបានខ្ញុំសូមលើកទឹកចិត្តឲ្យបងប្អូនអធិដ្ឋានសម្រាប់កម្មវិធីនេះដោយសារតែសេចក្តីអធិដ្ឋានរបស់បងប្អូនគឺសំខាន់អរគុណ